បាទពុកម៉ែបងប្អូនជាទីគោរពនិងជាទីមេត្រីបុកស្លាប់មកករណីទៀតហើយបងប្អូនណាបាទបុកស្លាប់មកករណីទៀតហើយនៅតាមបណ្ដោយផ្លូវជាតិលេខ5បងប្អូនដែលនៅតាមបណ្ដោយផ្លូវនេះគឺស្ថិតនៅក្នុងភូមិអូចាសង្កាត់អូចាទឹកដីនៃក្រុងបាត់ដំបងបងប្អូនប្រិមត្តហើយដោយបងស្រីម្នាក់ជិះម៉ូតូក្លេចពណ៌សត្រូវបានរថយន្តសាំយ៉ុងប្រភេទដឹកត្រីមួយគ្រឿងបុកបណ្ដាលឲ្យស្លាប់នៅទីតាំងកើតហេតុតែម្ដងពុកម៉ែបងប្អូនប្រិមិត្តកូលេនដេលីជាទីគោរពនិងជាទីមេត្រីក៏សូមបញ្ជាក់ថានៅគណៈវេលាម៉ោង2រំលងអាធ្រាត្រឈានចូលថ្ងៃទី6ខែកក្កដាឆ្នាំ2026យ៉ាងនេះដែលមានហេតុការណ៍ដ៏រន្ធត់មួយករណីហ្នឹងគឺបងស្រីម្នាក់បើកបរម៉ូតូឆ្លងផ្លូវហ្នឹងគឺត្រូវបានរថយន្តដឹកត្រីមួយគ្រឿងហ្នឹងបានបុកបណ្ដាលឲ្យគាត់បានស្លាប់បាត់បង់ជីវិតយ៉ាងអនាធមនៅទីតាំងកើតហេតុនេះតែម្ដងពុកម៉ែបងប្អូនណាបាទនេះជាព័ត៌មានបឋមដែលក្រុមការងារកូលេនដេលីផ្សាយចេញពីទឹកដីនៃខេត្តបាត់ដំបងពុកម៉ែបងប្អូនប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមបញ្ជាក់ថាម៉ូតូក្លេចពណ៌សរបស់បងស្រីនេះបំពាក់នៅផ្លាកលេខបាត់ដំបង 1Y 14និង29ពុកម៉ែបងប្អូនណាគឺផ្លាកលេខ 1Y 14និង29ហើយក្រុមការងារទទួលបាននៅព័ត៌មានបឋមនោះគឺបងស្រីខាងលើនេះគឺគាត់ធ្វើដំណើរចេញពីត្រង់ចំណុចក្រោយវត្តទួតាឯនេះបងប្អូនណាគឺគាត់បើកមកកាត់តតឹងផ្លូវហ្នឹងណាបាទជាអកុសលនោះក៏ត្រូវបានរថយន្តប្រភេទសាំយ៉ុងពណ៌សមួយគ្រឿងគឺជារថយន្តដឹកត្រីបងប្អូនណាបានបុកគាត់យ៉ាងពេញទំហឹងតែម្ដងបណ្ដាលឲ្យគាត់នឹងបានផ្លោងបោកជាមួយនឹងកញ្ចក់រថយន្តនេះពុកម៉ែបងប្អូននេះបាទកញ្ចក់រថយន្តខាងលើនេះបណ្ដាលឲ្យគាត់បោកក្បាលនឹងកញ្ចក់រថយន្តហ្នឹងបណ្ដាលឲ្យគាត់បានស្លាប់ភ្លាមនៅទីតាំងកើតហេតុនេះតែម្ដងពុកម៉ែបងប្អូនប្រិមិត្តហើយសូមបញ្ជាក់ថារថយន្តដឹកត្រីមួយគ្រឿងនេះជាប្រភេទសាំយ៉ុងដែលគាត់ធ្វើដំណើរចេញពីក្រុងបាត់ដំបងយើងមកបងប្អូនណាគឺគាត់ធ្វើដំណើរពីកើតទៅលិចបាទគឺគាត់ធ្វើដំណើរចេញពីក្រុងបាត់ដំបងរបស់យើងហ្នឹងឆ្ពោះទៅខាងស្រុកថ្មគោលឬទៅខាងខេត្តបន្ទាយមានជ័យឯណោះពុកម៉ែបងប្អូនណាតែមកដល់ទីតាំងដែលស្ថិតនៅក្នុងសង្កាត់អូចានេះក៏ត្រូវបានបុកជាមួយនឹងម៉ូតូនេះតែម្ដងហើយពុកម៉ែបងប្អូននេះគឺផ្លាកលេខរបស់គាត់នោះគឺជាផ្លាកលេខកំពង់ស្ពឺ 2C 32និង63ពុកម៉ែបងប្អូនណាបាទផ្លាកលេខរថយន្តខាងលើនេះគឺផ្លាកលេខកំពង់ស្ពឺ 2C 32និង63បាទជាប្រភេទរថយន្តសាំយ៉ុងយើងទទួលបានព័ត៌មាននោះគឺជារថយន្តដឹកត្រីបងប្អូនប្រិមិត្តណាហើយដល់ទីតាំងកើតហេតុហ្នឹងក៏បានវាក់ជាមួយនឹងបងស្រីម្នាក់ដែលបើកម៉ូតូក្លេចហ្នឹងដែលគាត់បើកកាត់តតឹងផ្លូវហ្នឹងទើបបណ្ដាលឲ្យបានបុកគាត់យ៉ាងផ្លោងជិត10ម៉ែត្រជាងបណ្ដាលឲ្យស្ត្រីខាងលើហ្នឹងគឺស្លាប់បាត់បង់ជីវិតនៅទីតាំងកើតហេតុតែម្ដងពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនយើងបើសិនជាចង់ឃើញរូបភាពនៃហេតុការណ៍គ្រោះចរាចរណ៍ខាងលើនេះក្រុមការងារយើងនឹងដាក់ link និងដាក់រូបភាពចូលទៅក្នុងក្រុមផងដែរពុកម៉ែបងប្អូនអាចjoinទៅមើលក្នុងក្រុមរបស់អង្គភាពសារព័ត៌មានកូលេនដេលីបានពុកម៉ែបងប្អូនប្រិមិត្តហើយបាទហើយមិនដឹងថាគាត់បើកបរមកអត់មានមើលឡានឬក៏យ៉ាងណាអីទេអានេះជាព័ត៌មានដែលជាព័ត៌មានបឋមទេណាបាទមិនដឹងថាគាត់បើកមកហ្នឹងក៏ឡានហ្នឹងបើកលឿនពេកបុកគាត់ពីក្រោយហ្នឹងឬក៏យ៉ាងណាឬក៏គាត់ឆ្លងមកមិនមើលឡានគេទើបបណ្ដាលឲ្យថាគាត់បានស្លាប់បាត់បង់ជីវិតយ៉ាងអនាធមនៅទីតាំងកើតហេតុនេះទីម្ដងពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនប្រិមិត្តបាទឥឡូវនេះអាវ៉ាន់បងស្រីបងប្អូនហើយនេះបាទអាវ៉ាន់បងស្រីនៅខាងក្រោមនេះបងប្អូននេះប្រដាប់ប្រដារបស់គាត់អត់ដឹងថាគាត់នៅក្នុងភូមិឃុំណាទេបងប្អូនណាអត់ទាន់បានរកអត្តសញ្ញាណគាត់ឃើញទេបងប្អូនហើយក៏យើងមើលឃើញកាតដូចគាត់ធ្វើការនៅកាហ្វេណូក្រោនណាកាហ្វេណូក្រោនហ្នឹងដូចជានៅណាអញ្ចេះនៅខាងប៉ៃលិនទេបងប្អូនព្រំប៉ៃលិនហ្នឹងណាបាទសូមជួយស្វែងរកសាច់ញាតិរបស់គាត់ផងបងប្អូនប្រិមិត្តណាគឺគាត់បានស្លាប់បាត់បង់ជីវិតហើយបងស្រីខាងលើនេះគឺសូមបញ្ជាក់ថាគាត់ពាក់ខោខ្លីត្រឹមជង្គង់បាទស្លៀកខោខ្លីត្រឹមជង្គង់ហើយនឹងអាវរបស់គាត់នឹងដៃខ្លីពណ៌ខ្មៅដៃខ្លីបងប្អូនណាបាទវ័យរបស់គាត់នេះបើខ្ញុំតាមការមើលទៅវ័យល្បាក់ប្រហែលជាចូល30ក្រាស់ឬក៏40តិចតួចទេបងប្អូនប្រិមិត្តបាទគឺ30ក្រាស់និង40តិចតួចហើយនេះពុកម៉ែបងប្អូនទស្សនិកជនសូមបញ្ជាក់ថាម៉ូតូរបស់គាត់គឺជាម៉ូតូប្រភេទម៉ូតូក្លេចស៊េរីឆ្នាំ2018ពណ៌សបងប្អូនណាដែលបំពាក់នៃផ្លាកលេខបាត់ដំបង 1Y 14និង29បងប្អូនដែលស្គាល់ភិនភាគនៃផ្លាកលេខម៉ូតូនេះសូមជួយ share ចែករំលែកដើម្បីស្វែងរកសាច់ញាតិរបស់គាត់ផងបងប្អូនណាបាទគឺគាត់បានស្លាប់បាត់ទៅហើយបងប្អូនហើយនៅតាមបណ្ដោយផ្លូវជាតិលេខ5ហ្នឹងសូមបញ្ជាក់នៅផ្លាកលេខបកគាត់ម្ដងទៀតគឺផ្លាកលេខបាត់ដំបង 1Y 19និង29បងប្អូនណា
ចឹងបងប្អូនអ្នកបាត់ដំបងយើងឲ្យជួយ share ចែករំលែកផងបាទហេតុការណ៍ចរាចរណ៍ហ្នឹងហេតុការណ៍ហ្នឹងកើតនៅណាបងកើតនៅអាផ្លូវបំបែកបាត់ចូលទៅតាំងណាំខ្សែបងអ្នកបាត់ដំបងយើងស្គាល់ហើយបងអាផ្លូវបាត់ចូលទៅតាំងណាំខ្សែក្រុងបាត់ដំបងយើងផ្ទាល់ណាឥឡូវហ្នឹងវត្តមានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបងយើងក៏បានមកដល់ទីតាំងកើតហេតុដែរបងណាបាទបានបុកជាមួយនឹងយន្តហ្វាំយងនេះបាទជាប្រភេទរថយន្តដឹកត្រីណាហើយបងស្រីនេះគឺបានស្លាប់បាត់បង់ជីវិតទៅហើយណាហើយខ្ញុំបាទសូមបង្ហាញនៅបងស្រីទីបងប្អូនណានេះហ្វាក់ហ្វបងស្រីបងប្អូននេះកន្លែងដៃខ្ញុំណាបាទនេះជាហ្វាក់ហ្វរបស់គាត់បងប្អូននេះសូមបង្ហាញឲ្យឃើញបន្តិចចឹងតាចង់ធ្វើជា share ចែករំលែកដល់ក្រុមគ្រួសារនៃសាច់ញាតិហ្វាក់ហ្វផងបងប្អូនណាគឺគាត់បានស្លាប់បាត់ទៅហើយនៅទីតាំងកើតហេតុខាងលើហ្នឹងផ្លូវបត់ចូលទៅតាំងណាំខ្សែបងប្រុសនៅខេត្តបាត់ដំបងយើងស្គាល់តាំងណាំខ្សែក្រុងបាត់ដំបងយើងណាទីតាំងនេះគឺស្ថិតនៅក្នុងភូមិអូចាសង្កាត់អូចាទឹកដីនៃក្រុងបាត់ដំបងហ៎បងបាទហើយយើងទទួលបានព័ត៌មានបឋមពីបងប្អូនប្រជាពលរដ្ឋហ្នឹងថាបងស្រីខាងលើហ្នឹងគាត់បើកបរម៉ូតូចេញពីខាងក្រោយវត្តទូតឯងយើងនេះឆ្លងកាត់តឹងផ្លូវខ្លួនហ្នឹងណាតែជាអាកហ្វលហ្នឹងក៏ត្រូវបានរថយន្តហ្វាំយងប្រភេទដឹកត្រីហ្នឹងបើកបរមកលឿនហ្នឹងក៏មិនដឹងថាគាត់ចន់ប្រាំងតន់ឬមិនតន់យ៉ាងណាក៏បានបុកបងស្រីហ្នឹងទើបបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅទីតាំងកាត់ហេតុតែម្ដងពុកម៉ែបងប្អូនប្រិមិត្តបាទខ្ញុំបាំងទីហ្វិនឥឡូវហ្នឹងវត្តមានសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តបាត់ដំបងយើងនេះលោកពូជាមួយនឹងបងហ្នឹងកំពុងតែវាស់វែងនឹងធ្វើកំណត់ហេតុហើយកំពុងតែស្វែងរកនៅអត្តសញ្ញាណរបស់បងស្រីណាហើយតាក់ទងទៅរកក្រុមគ្រួសាររបស់គាត់ដើម្បីឲ្យមកទទួលសពយកទៅធ្វើបុណ្យនៅតាមប្រពៃណីផងដែរបងប្អូនណាបាទអត់ទៅបងប្រុសបានតាក់ទងទៅគ្រួសារគាត់នៅបងតាក់ទងគាត់អត់លើមក3សាំមេបានតាក់ទងទៅគាត់ហើយមេគ្រូសាគាត់មេអត់តន់លើកណាតាមការបញ្ជាក់បងសមត្ថកិច្ចបងប្អូនណាគឺសាច់ញាតិរបស់បងស្រីនេះគឺមិនតន់លើកទូរស័ព្ទទេបងប្អូនណាទេទៅហើយអត់មានអ្នកណាគេលើកទូរស័ព្ទទេអញ្ចឹងបងប្អូនយើងជួយ share ចែករំលែកដើម្បីស្វែងរកសាច់ញាតិរបស់គាត់ផងឲ្យបានដឹងពីហេតុការណ៍នៃគ្រោះចរាចរណ៍ដែលកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ5នៅត្រង់ចំណុចផ្លូវបំបែកចូលតាំងណាំខ្សែទឹកដីនៅក្រុងបាត់ដំបងយើងនេះផងបងប្អូនណាបាទហើយខ្ញុំបាទម៉ៅនីមូលដែលជាភ្នាក់ងារផ្សាយរបស់អង្គភាពសារព័ត៌មានកូលេនដេលីប្រចាំទឹកដីនៃខេត្តបាត់ដំបងនេះក៏សូមចូលរួមរំលែកទុកជាមួយនឹងក្រុមគ្រួសារនៃសពរបស់បងស្រីផងបងប្អូនហើយបាទគឺគាត់បើកមកសង្ស័យតែគាត់អត់បានមើលឆ្វេងមើលស្ដាំច្បាស់លាស់ណាបាទមកក៏ត្រូវបានរថយន្តនឹងបុកបឡើយឲ្យផ្លោងប្រហែលជាជិត10ម៉ែត្របងប្អូនណាមកដល់គាត់បានស្លាប់បាត់បង់ជីវិតនៅទីតាំងកើតហេតុនេះតែម្ដងទៅអានេះជាព័ត៌មានបឋមទេដែលយើងទទួលបានពីបងប្អូនប្រជាពលរដ្ឋដែលគាត់បានរាយការណ៍ប្រាប់យើងតាមរយៈគ្រប់មុននឹងបន្តិចបងប្អូនណានេះបងប្អូននេះខ្ញុំសុំបាំងដៃបន្តិចទៀតណានេះសពបងស្រីខាងនេះហើយសមត្ថកិច្ចលោកកំពុងតែវាស់វែងនឹងធ្វើកំណត់ហេតុនឹងយកបន្ទុកតាំងទាំងពីរនេះទៅរក្សាទុកនៅជំនាញការិយាល័យរងចាំដោះស្រាយនៅតាមនីតិវិធីច្បាប់ផងដែរការិយាល័យចរាចរណ៍បាទហើយបើសិនជាគ្រួសាររបស់គាត់បានទទួលដំណឹងនេះសមត្ថកិច្ចនឹងធ្វើលិខិតបញ្ជាក់ដើម្បីឲ្យក្រុមគ្រួសារនៃសពហ្នឹងយកសាកសពទៅធ្វើបុណ្យនៅតាមប្រពៃណីផងដែរពុកម៉ែបងប្អូនប្រិមត្តណាហើយខេត្តការខាងលើនេះខ្ញុំមិនដាក់បន្ទុកទៅលើរថយន្តឬក៏បងស្រីអីទេដោយសារតែការបើកបរធម្មតាយើងមនុស្សយើងម្នាក់គឺយើងគ្មានអ្វីដែលចេតនាដើម្បីបង្កហេតុឲ្យមានអ្នកណាគេស្លាប់ទេបងប្អូនណាគឺខ្ញុំជឿជាក់រឿងហ្នឹងបាទគឺយើងចង់បើកបរទៅរកហ្វីដើម្បីឲ្យបានសុខសប្បាយទាំងអស់គ្នាតែជារឿងអកុសលជារឿងចៃដន្យនោះក៏ដោយសារតែការធ្វើប្រហែសមួយផ្លេតឬក៏បើកបរក្នុងស្ថានភាពស្រវឹងអញ្ចឹងទៅបណ្ដាលឲ្យយើងនឹងមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតហើយនឹងបង្កហេតុទៅលើអ្នកដទៃដោយជាយថាហេតុអញ្ចឹងទៅហើយអ្វីដែលកើតឡើងហើយគឺมันអាចវិលក្រោយទេបងប្អូនណាអញ្ចឹងមានតែចូលរួមសោកស្ដាយជាមួយនឹងក្រុមគ្រួសារនៃសពនិងសូមចូលរួមរំលែកទុកជាមួយនឹងក្រុមគ្រួសារនៃសពផងដែរពុកម៉ែបងប្អូនណាហើយសូមបញ្ជាក់នៅម្ដងទៀតណាគឺម៉ូតូក្លិចក្លិចពណ៌សផ្លាកបំពាក់ផ្លាកលេខបាត់ដំបងបងប្អូនណាហើយឡាននោះគឺជាប្រភេទឡានហ្វាំយងដឹកត្រីនេះបាទសូមបង្ហាញពុកម៉ែបងប្អូនឲ្យបានឃើញម្ដងទៀតបាទហ្វាំយងដឹកត្រីនេះក៏គាត់ធ្វើដំណើរចេញពីរង្វង់មូលពីអង្គដៃ8មកបងប្អូនណាគឺគាត់ធ្វើដំណើរពីលិចពីកើតទៅលិចគឺគាត់ធ្វើដំណើរចេញពីក្រុងបាត់ដំបងយើងហ្នឹងឆ្ពោះទៅខាងយើងស្រុកថ្មគោលមកដឹងគាត់ទៅខាងថ្មគោលឬក៏ទៅដល់មន្ទីរមានជ័យបងប្អូនណាតែមិនទាន់បានចេញដល់ផ្លូវក្រវ៉ាត់ក្រុងបាត់ដំបងរបស់យើងផងមកដល់ត្រឹងតែតាមផ្សាយហ្នឹងបានបុកបងស្រីហ្នឹងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដងបងប្អូនហើយ
bà hay bây giờ con John tao nào bạn hay bom ôn ấy hay ở khơi quạt này phong mai bom ôn này plạ lê ở John color na phong bạch chạm năm 2 mà lòng tiết cứ plạ lê ở khai cầm bông spư bà pi phí sang sập pí nâng hộp sập bay bom ôn á ở lần nâng smart cái chả cho play coke lục pu nâng bong bóng còn bàn ở bọc về vừa nọt hai thái hay lốc nâng rip châm vô bọc thuốc tang chẳng pí ní từ đặc xa tốc nơi chùm điên ca là gia lâyในนองการcô ba khai bátตะวงโรงจำดอกไฟในตามเตปทีออกคนนักพวกไม้บอมโอนได้บานตุสนาขนมการลายเจงปีองกับเพียบซาปอร์มินโคเลนเดลีวัตมินขจมบัตมานิมอลรหัสเนียมอัศวะก็ฟมลำออนกายจะเบียบเรียบพวกไม้บอมโอนแต่ปนแน่รอการอธิบายบอกยมบะมีเปียบปิดน้ำมวยได้เหมือนฟอมรุมหรือว่าฟักคาดในกระโหลกคนและอากราบรถน้ำมวยนุก็ฟมเมตตาคันเตยไพโตดอรุกชมบัตทองได้ให้กรมการเยอะๆนั่งดอรุกเพียบโจกนงกรบนั่งอัปเดตปอร์มินบนโตโจกเตการเกหัตมปัวออกคนสำหรับการตามดานตุสนาออกคนสำหรับการรีคัมมันนั่งออกคนสำหรับการเฟียใจกับเล็กบอกปบายบอกโอนชมบัตฟมลำออนกายจมเบียบเลีย